បាទជំរាបសួរពុកម៉ែបងប្អូននិងប្រិយមិត្តទីជិតទីឆ្ងាយជាទីនឹករលឹកបាទថ្ងៃនេះដែរខ្ញុំបាទមានកិត្តិយសណាស់ហើយក៏មានអារម្មណ៍សប្បាយរីករាយដែលថ្ងៃនេះខ្ញុំបាទបានមកធ្វើ content មួយបាទអាដែលខ្ញុំបាទព្រមទាំងឧត្តមភរិយារបស់ខ្ញុំបាទព្រមទាំងកូនចៅហើយនឹងប៉ាម៉ាក់ក្មេកបាទតែស្ដាយណាស់ខ្ញុំបាទមិនបានបង្ហាញមុខនៅក្នុងការដើរកម្សាន្តទៅជាមួយនឹងក្រុមគ្រួសាររបស់ខ្ញុំបាទដោយសារខ្ញុំបាទជាអ្នកcameraman បាទអញ្ចឹងក៏អត់បានចូលនៅក្នុង camera ដូចជាក្មួយក៏ដូចជាឧត្តមភរិយារបស់ខ្ញុំបាទដែរបាទប៉ុន្តែពុកម៉ែបងប្អូនបាទការដើរលេងសប្បាយជាមួយក្រុមគ្រួសារក៏ដូចជាឧត្តមភរិយារបស់យើងដែលយើងស្រឡាញ់ស្មើនឹងជីវិតនោះបាទគឺមិនខុសទេបាទគឺមានអារម្មណ៍ស្រស់ស្រាយហើយបាទខ្ញុំបាទមិនបាច់រៀបរាប់ឲ្យអស់ជូនពុកម៉ែបងប្អូននិងទស្សនិកជនហើយនិងពុកម៉ែបងប្អូនអំពូមីងដែលនៅក្នុង page បុប្ផាស៊ីដនីក៏ដូចជានៅក្នុង account Facebook original របស់ខ្ញុំបាទដែរបាទហើយពុកម៉ែបងប្អូនខ្ញុំមិនប្រាប់ទីតាំងនេះក៏ខ្ញុំជឿថាពុកម៉ែបងប្អូនស្គាល់កន្លែងនេះបាត់ទៅហើយបាទអញ្ចឹងបើសិនជាពុកម៉ែបងប្អូនណាគាត់បានស្គាល់ទីតាំងដ៏ស្រស់ស្អាតដែលខ្ញុំបាទបានដាក់ឈ្មោះថាឋានសួគ៌បាទឋានសួគ៌នេះខ្ញុំជឿថាពុកម៉ែបងប្អូនស្គាល់ហើយបាទហើយក៏ជឿថាពុកម៉ែបងប្អូនមួយចំនួនខ្លះគាត់ចន្លោះដែរបាទនៅកន្លែងនេះការដើរលេងរបស់គេបាទគឺជាឋានសួគ៌មែនហេតុអ្វីខ្ញុំដាក់ឈ្មោះឲ្យថាកន្លែងនេះគឺជាភ្នំគឺជាកន្លែងដែលស្អាតហើយកន្លែងដែលឋានសួគ៌ដូចឋានសួគ៌អញ្ចឹងបាទព្រោះអីឡើងទៅលេងបាទដែលខ្ញុំជាអ្នកcameraman នេះបាទឡើងទៅថតនេះបាទជូនដល់ឧត្តមភរិយាក៏ដូចជាក្រុមគ្រួសាររបស់ខ្ញុំបាទនេះបាទអូ my god យើងនិយាយថាអូ my god ទៅចុះបាទឡើងទៅបាទគឺមានតែពពកទេបាទអញ្ចឹងហើយគឺយើងដាក់ឈ្មោះថាជាឋានសួគ៌បដ ாய் ទៅបាទកុំឲ្យវាសូន្យសាញច្រើនណាពុកម៉ែបងប្អូនបាទអញ្ចឹងឋានសួគ៌គឺប៉ិតមែនបាទគឺនៅកន្លែងនេះពុកម៉ែបងប្អូនឃើញកញ្ចក់នេះបាទកញ្ចក់នេះបើអ្នកដែលមិនហ៊ានដើរគឺដើរទៅស្រែកវ៉ាវតែម្ដងពុកម៉ែបងប្អូនបាទគឺរន្ធត់ញាប់ញ័រតែម្ដងបាទនៅអ្វីដែលនៅក្នុងcontent ថ្ងៃនេះបាទរៀងវែងតិចដែលខ្ញុំបាទថតជូនពុកម៉ែបងប្អូនឲ្យទស្សនាលេងកំសាន្តនេះពុកម៉ែបងប្អូនឃើញហើយបាទគឺជាឋានសួគ៌ប៉ិតមែនបាទហើយខ្ពស់យកតែមែនតែនបាទហើយមានពន្លឺថ្ងៃបានម្ដងទេបាទហើយអញ្ចឹងក្រៅពីនេះគឺសិតតែពពកបាំងបាត់ចិត្តឆឹងតែម្ដងបាទនេះគឺសំណាងហើយដែលមានថ្ងៃចាំងមកបន្តិចអញ្ចឹងណាហើយបើហាអត់ទេពុកម៉ែបងប្អូនអើយគឺអាប់ខ្លាំងតែមែនតែនហើយគឺជជែកយកតែមែនតែនណាពុកម៉ែបងប្អូនបាទមិនមែនចេះតែនិយាយទេបាទជជែកណាស់ឥឡូវនេះពុកម៉ែបងប្អូនឃើញទៀតហើយណាសកម្មភាពដែលខ្ញុំជា cameraman ថតពុកម៉ែបងប្អូនឃើញទេគឺអាប់អញ្ចឹងរហូតដល់ពុកម៉ែបងប្អូនហើយត្រជាក់យកតែមែនតែនបាទបើពុកម៉ែបងប្អូនចង់ទៅដើរលេងនៅឯឋានសួគ៌នេះបាទគឺប៉ាត់ណាស់ពុកម៉ែបងប្អូនត្រូវត្រៀមនៅលក្ខណៈជាអាវធំបាទអាវវែងអាវអីចឹងទៅបាទដើម្បីកុំឲ្យយើងឈឺយើងផ្ដាសាយអីចឹងណាពុកម៉ែបងប្អូនបាទឃើញ
នៅក្នុង content របស់ខ្ញុំនេះពុកម៉ែបងប្អូនដឹងហើយថានៅតំបន់ទេសភាពដ៏ស្រស់ស្អាតដែលខ្ញុំបាទដាក់ឈ្មោះថាឋានសួគ៌នេះបាទគឺมันខុសពីរឿងសិនអ៊ូខុងដែលនៅដែលកំពុងហោះហើរនៅលើអាកាសដកដាវកំចាត់ពពួកព្រាយបិសាចទេបាទបាទនិយាយទៅគឺដល់មែនតែនហ្មងបាទហើយសំបីតែព្រះវិហារគេក៏ស្អាតដែរបាទពុកម៉ែបងប្អូនគឺស្អាតណាស់បាទបើមើលចោះបាទហើយកន្លែងនេះគឺស្អាតមែនតែនហើយឥឡូវយើងចេញពីព្រះវិហារមកវិញគឺយើងដើរមកខាងក្រៅទៀតពុកម៉ែបងប្អូនគឺអាប់រហូតបាទបើនិយាយទៅគឺថាឋានសួគ៌ហើយនឹងឋានដុះសិតនឹងគឺមិនខុសទេបាទពុកម៉ែបងប្អូនព្រះម៉ែកុងស៊ីអ៊ីមបើបានឃើញហើយក៏ជួយចុច like ជួយចុចshare វីដេអូម្នាក់មួយផងបាទដើម្បីយកហេងទាំងអស់គ្នាណាឆ្នាំថ្មីបាទពុកម៉ែបងប្អូនបាទយើងមើលចោះបាទគឺកន្លែងនេះគឺជាឋានសួគ៌ពិតប្រាកដតែម្ដងបាទហើយបើពុកម៉ែបងប្អូនបានទៅហើយសង្ឃឹមថាមិនខកបំណងទេបាទកន្លែងនេះបាទគឺជាឋានសួគ៌មួយដែលយើងមនុស្សគ្រប់រូបតែងតែចង់ស្គាល់ចង់ដឹងចង់ឮថាតើឋានសួគ៌ដែលគេលេងក្នុងកុនហើយមកមើលនៅផ្ទាល់តើវាខុសប្លែកគ្នាយ៉ាងម៉េចបាទពុកម៉ែបងប្អូនមិនមែនចេះតែនិយាយប្រាប់ពុកម៉ែបងប្អូនទេដែលខ្ញុំជាcameraman ថតឲ្យឧត្តមភរិយារបស់ខ្ញុំហើយនឹងប៉ាម៉ាក់ក្មេក៏ដូចជាបងថ្លៃបងអីនេះបាទគឺនិយាយថាវ៉ាវតែម្ដងបាទពុកម៉ែបងប្អូនពពកបាំងជិតជុំតែម្ដងបាទហើយមើលទៅបាទពុកម៉ែបងប្អូនគឺស្រស់ស្អាតមែនតែនទេសភាពដ៏ប្រណិតបាទហើយយើងបានជិះពីមួយកន្លែងទៅមួយកន្លែងនិយាយទៅគឺថាមិនសរសើរមិនបានណាពុកម៉ែបងប្អូនបាទកន្លែងនេះគឺជាកន្លែងដែលយើងនិយាយឲ្យឈ្មោះថាវ៉ាវតែម្ដងបាទពុកម៉ែបងប្អូនអញ្ចឹងវីដេអូរបស់ខ្ញុំក៏ឈានជិតចូលមកដល់ទីបញ្ចប់ដែរបាទខ្ញុំបាទក៏សូមជូនពរពុកម៉ែបងប្អូនពីចម្ងាយឆ្នាំថ្មីហេងៗទាំងអស់គ្នាសង្ឃឹមថាជួបគ្នានៅវីដេអូក្រោយបាយបាយ